សម្រាប់បងប្អូនដែលចង់ចាប់ផ្ដើមជាមួយ YouTube គឺអាចមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់បាននៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញតាក់ទងជាមួយនឹងការបង្កើត Channel ការរៀបចំ Channel ក៏ដូចជាកម្មវិធីអ្វីខ្លះដែលយើងត្រូវមានលើទូរស័ព្ទដៃរបស់យើងអូខេបងប្អូនយើងចាប់ផ្ដើមជាមួយនឹងខ្ញុំទាំងអស់គ្នាទីមួយយើងមានលេខដែលដូចថាអាច verify សម្រាប់ការធ្វើ thumbnail អីបានគឺយើងប្រើលេខថ្មីទៅបើសិនជាលេខចាស់របស់យើងនេះយើងបង្កើត YouTube ច្រើនប៉ុន្តែបើសិនជាដូចថា SIM របស់យើងហ្នឹងអត់ធ្លាប់បង្កើតទេយើងអាចយកមកបង្កើតបានដំបូងឡើយយើងគ្រាន់តែចូលទៅកាន់ YouTube មកគឺងាយស្រួលយើងចូលទៅកាន់ YouTube អូខេបន្តមកទៀតបងប្អូនធ្វើការសម្រាប់ទូរស័ព្ទបងប្អូនខ្លះនេះកន្លែងរូបក្បាលមនុស្សនេះគឺស្ថិតនៅកន្លែងនេះវិញកន្លែងនេះណាតែសម្រាប់ទូរស័ព្ទរបស់ខ្ញុំគឺនៅខាងក្រោមនេះវិញបងប្អូននៅខាងក្រោមណាសម្រាប់ការចាប់ផ្ដើមបង្កើតគឺយើងគ្រាន់តែចូលមកកាន់កន្លែងនេះមកបងប្អូនអូខេយើងចុចពាក្យថា sign in នេះមកចុច sign in យើងចុច add account នេះក៏បានឬក៏ចុចសញ្ញាបូកនេះក៏បានដែរចុចកន្លែងនេះមកអូខេយើងចុចអញ្ចឹងហើយពេលនោះវាឲ្យបង្កើតដូចថា Gmail សិនទម្រាំតែបង្កើត Gmail ហើយបានយើងអាចបង្កើត channel បានយើងយកពាក្យថា create មក create យើងយកដូចថាខាងលើផុតមក for my personal use មួយរយៈមុនបង្កើតអត់បានដោយសារតែ YouTube វា update ណាកន្លែងនេះគឺខាងលើនេះយើងដាក់ឈ្មោះរបស់យើងកន្លែងហ្នឹងយើងដាក់មកឥឡូវឧទាហរណ៍ឈ្មោះខ្ញុំឈ្មោះពិតប្រាកដរបស់ខ្ញុំកន្លែងនេះគឺយើងដាក់តកូលមកអូខេខ្ញុំដាក់យើងអាចកន្លែងហ្នឹងយើងដាក់អក្សរខ្មែរក៏បានដែរឥឡូវខ្ញុំដាក់អក្សរខ្មែរហ្មងទៅប៉ុន្តែខ្ញុំមើលទូរស័ព្ទនេះសិនថាតើវាមានអក្សរខ្មែរអត់ណាអូខេឥឡូវខ្ញុំ add ភាសាខ្មែរមួយសិនរងចាំ template នេះគឺខ្មែរចុចដានអូខេបងប្អូនបើសិនបងប្អូនមានខ្មែរហើយគឺមិនបាច់ចាំធ្វើដូចខ្ញុំទេណាខ្ញុំដោយសារមិញអត់មានខ្មែរតោះយើងចាប់ផ្ដើមបង្កើតឥឡូវខ្ញុំដាក់ឈ្មោះរបស់ខ្ញុំឡើយនេះអូខេកន្លែងនេះគឺខ្ញុំដាក់តកូលយើងដាក់តកូលអញ្ចឹងមកយើងចុច next មកកន្លែងនេះគឺយើងអាចដាក់ថ្ងៃខែឆ្នាំកំណើតឲ្យដោយអត្តសញ្ញាណប័ណ្ណយើងមកបងប្អូនកន្លែងហ្នឹងណាឥឡូវខ្ញុំចេះដាក់សិនទៅខ្ញុំដាក់ថ្ងៃ12ខ្ញុំចេះដាក់ណាបងប្អូនខ្ញុំដាក់1999ប៉ុន្តែសម្រាប់បងប្អូនកន្លែងហ្នឹងគឺយើងដាក់ខែកន្លែងនេះគឺខែតាមអត្តសញ្ញាណប័ណ្ណយើងមកយើងកើតបើសិនយើងខែ1គឺនៅនេះយើងអូសមកខែ1ខែ2ខែ3ខែ4ខែ5ខែ6ខែ7ខែ8ខែ9ខែ10ខែ11ខែ12បើសិនជាបងប្អូនអត់ចេះអង់គ្លេសបងប្អូនគ្រាន់តែអូសឲ្យរាប់តាមហ្នឹងមកបើសិនជានិយាយថាបងប្អូនមិនចេះអង់គ្លេសណាតែបើសម្រាប់អ្នកចេះអង់គ្លេសហើយគឺអត់អីទេហើយថ្ងៃនេះបងប្អូនប្រហែលជាដឹងហើយថ្ងៃទីម៉ានអញ្ចឹងណាឆ្នាំនេះគឺឆ្នាំឧទាហរណ៍ឆ្នាំ1990ជាងឆ្នាំ2000អីគឺកន្លែងនេះសម្រាប់ខាងក្រោមនេះគឺយើងរើស page បងប្អូនយើងចុចលើហ្នឹងមកវាមាន page ស្រីខាងលើផុត page ប្រុសកន្លែងនេះគឺយើងតាមពិតទៅមនុស្សយើងមានតែពីរទេបងប្អូនគឺទី1នោះគឺ page ស្រីទី2គឺ page ប្រុសសម្រាប់ខ្ញុំប្រុសគឺខ្ញុំយកទី2ហើយបើបងប្អូនចង់រើសអាទី3ទី4នេះក៏បានដែរអាហ្នឹងស្រេចចិត្តបងប្អូនណាតែយល់ល្អយើងដាក់ឲ្យតាម page របស់យើងមកខ្ញុំយកទី2អូខេបន្តមកទៀតបងប្អូនយើងចុច next នេះមកចុច next កន្លែងហ្នឹងណាហើយយើងរងចាំវាមកស្ទុះសិនមកបន្តមកទៀតកន្លែងនេះគឺយើងត្រូវតែដាក់អង់គ្លេសបងប្អូនបើសិនជាយើងដាក់ឈ្មោះកន្លែងដំបូងនោះអង់គ្លេសគឺវាចេញឲ្យប៉ុន្តែសម្រាប់បងប្អូនដែលដូចថាដាក់ខ្មែរដូចខ្ញុំចេះគឺវាទាមទារដូចថាឲ្យវាយកន្លែងហ្នឹងគឺយើងត្រូវតែដាក់អង់គ្លេសយើងអត់អាចដាក់ខ្មែរបានទេឥឡូវខ្ញុំដាក់ឈ្មោះអូខេអង់គ្លេសរបស់ខ្ញុំណាបែបហ្នឹងហើយខ្ញុំដាក់2025ចាំមើលវាឲ្យអត់កន្លែងហ្នឹងគឺយើងត្រូវកត់ទុកបងប្អូនឥឡូវយើងចាប់ផ្ដើមដូចថាខ្ញុំថតទុកមួយសិនបងប្អូនគួរតែសរសេរដាក់ក្នុងសៀវភៅមកកន្លែងហ្នឹងគឺយើងត្រូវវាយទុកថ្ងៃក្រោយទៀតណាឥឡូវខ្ញុំថតមួយសិនអូខេតោះពីយើងសរសេរដាក់សៀវភៅហើយយើងចុច next មកចុច next បងប្អូនកន្លែងហ្នឹងដែលខ្ញុំតែងតែឲ្យបងប្អូនហ្នឹងធ្វើការសរសេរដាក់ក្នុងសៀវភៅហើយ password នេះគឺខ្ញុំសុំដាក់ប៉ុន្តែគឺខ្ញុំសុំមិនបង្ហាញបងប្អូនទេកន្លែងហ្នឹងតោះពីខ្ញុំដាក់ password ហើយកន្លែងហ្នឹងគឺខ្ញុំសុំប្រាប់បងប្អូនបន្តិចសម្រាប់ការដាក់ហ្នឹងគឺយើងអាចដាក់ឈ្មោះដូចថាដាក់ជាលេខខ្លះដាក់និមិត្តសញ្ញាខ្លះឬក៏យើងដាក់
អ្វីមួយដែលសម្គាល់ប៉ុន្តែយើងត្រូវតែសេដាក់ក្នុងសភៅយើងដើម្បីកុំឲ្យភ្លេចកន្លែង Gmail មុនហ្នឹងក៏យើងត្រូវតែសេកន្លែងលេខកូដនេះក៏យើងត្រូវតែសេដែរព្រោះថ្ងៃក្រោយទៅយើងត្រូវការវាយដូចថាវាយចូលទូរស័ព្ទផ្សេងឬក៏វាយចូលកុំព្យូទ័រគឺយើងចាំបាច់ត្រូវតែមានអាពីរហ្នឹងណាទី1គឺ Gmail ហើយទី2គឺ password អូខេយើងចុច next ទៀតមកបងប្អូនចុច next បន្តមកទៀតបងប្អូនធ្វើការចុច next បន្តទៀតមកងាយទេតាក់ទងជាមួយនឹងការបង្កើតយើងអូសមកយក I agree ហើយយើងត្រូវរងចាំវាដើរលឿនឬក៏យឺតអាស្រ័យទៅលើអ៊ីនធឺណិតទេបងប្អូនឡើយហ្នឹងហើយក៏វាអាស្រ័យលើទូរស័ព្ទផងដែរអូខេឥឡូវអ៊ីនធឺណិតយើងរៀងនេះដែរដើរផុតលើឯងយើងចាំវាផុតមកអូខេឥឡូវវាកំពុងដើរអ៊ីនធឺណិតយើងវារៀងស្ទើរដែរណាមកដល់កន្លែងនេះបងប្អូនគ្រាន់តែចុច accept នេះមកចុច accept អូខេបន្តទៀតវានឹងដំណើរការតទៅទៀតđấyហើយវីដេអូនេះក៏ខ្ញុំអត់កាត់ដែរអូខេឥឡូវយើងរងចាំវាមកស្ទុះសិនមកឥឡូវបាន channel ដូចថាមិនទាន់បាន channel ទេទើបយើងបាន Gmail មួយណាយើងចាប់ផ្ដើមបង្កើត channel ទាំងអស់គ្នាមកយើងគ្រាន់តែចុចនេះកន្លែងនេះមកបងប្អូនចុចកន្លែងហ្នឹងមកអូខេចុចលើហ្នឹងមួយមកបន្តមកទៀតយើងចុចកន្លែងនេះបងប្អូន create channel ប៉ុន្តែកន្លែងហ្នឹងគឺយើងបើសិនជាយើងស្រឡាញ់ឈ្មោះហ្នឹងហើយណាយើងធ្វើការយកតែម្ដងទៅតែបើសិនជាយើងមិនទាន់ស្រឡាញ់គឺយើងដូចថាអាចកែកន្លែងហ្នឹងបានយើងអាចកែលើក្រោយក៏បានដែរកែបន្តពីយើងធ្វើហើយក៏បានដែរប៉ុន្តែបើយល់ល្អយើងកែឥឡូវហ្នឹងឲ្យហើយហ្មងទៅកន្លែងហ្នឹងបើសិនជាឧទាហរណ៍ថាបងប្អូនចង់ដាក់ដូចថាយើងចង់ដាក់ឈ្មោះអីផ្សេងទៀតក៏បានដែរឥឡូវខ្ញុំចង់កែកន្លែងហ្នឹងគឺខ្ញុំធ្វើការដូចថាដាក់តកូលខ្ញុំមុនអូខេខ្ញុំ copy ខ្ញុំលុបចោលហ្មងសិនមកលុបចោលអូខេយើងលុបហ្នឹងកន្លែងហ្នឹងគឺដោយសារតែវាគឺជាឈ្មោះ channel YouTube របស់យើងណាអូខេខ្ញុំចុចលុបសិនចុចលុបហើយខ្ញុំកែដាក់សារថ្មីដក clear ឈ្មោះរបស់ខ្ញុំស្រេអ៊ីហើយចុច save មកបន្តមកទៀតកន្លែងនេះបងប្អូនកន្លែងនេះណាគឺខ្ញុំមើលសិនគឺវាចេញបែបនេះឲ្យអញ្ចឹងយើងគ្រាន់តែចុច create នេះមកមានន័យថាខ្ញុំពេញចិត្តនឹងឈ្មោះហ្នឹងណាចុច create មួយអូខេបន្តមកទៀតយើងបាន channel យើងត្រូវការរៀបចំវាឥឡូវយើងដាក់រូបឲ្យហើយបងប្អូនដាក់រូប profile ហ្នឹងយើងចុចឡើងនេះមកសម្រាប់ទូរស័ព្ទបងប្អូនខ្លះគឺវានៅឡើយនេះនៅខាងលើណាតែទូរស័ព្ទខ្ញុំហ្នឹងគឺវានៅខាងក្រោមអញ្ចឹងកន្លែងហ្នឹងដូចតែគ្នាទេនៅលើក៏បាននៅក្រោមក៏បានយើងចុចលើហ្នឹងមកយើងចុច view channel យើងដាក់ profile ហើយកន្លែងហ្នឹងយើងចុចឡើងប៊ិចឬក៏ខ្មៅដៃនេះមកយើងចុចឡើងនេះមកយើងទៅរករូបប៉ុន្តែដោយសារតែទូរស័ព្ទហ្នឹងគឺអត់មានរូបឥឡូវខ្ញុំធ្វើការថតអ្វីមួយតំណាងសិនបងប្អូនចាំបន្តិចអូខេខ្ញុំថតមួយសិនបន្ទាប់ពីខ្ញុំថតហើយឥឡូវខ្ញុំចាប់ផ្ដើមចូលមើលសិនរូបហ្នឹងខ្ញុំយកទៅដាក់ក្នុង profile ណានេះគឺរូបនេះរូបមួយនេះខ្ញុំថតមិញហ្នឹងកន្លែងហ្នឹងបងប្អូនតោះយើងចាំផ្ដើមដាក់យើងគួរតែដាក់ឈ្មោះខ្លួនឯងមិនមែនដាក់ឈ្មោះខ្លួនឯងទេគឺយើងគួរតែថតរូបខ្លួនឯងទៅល្អជាងកុំថតដូចខ្ញុំណាតែខ្ញុំនេះគឺខ្ញុំឧទាហរណ៍បងប្អូនអូខេយើងចូលទៅកាន់ YouTube មកបងប្អូនចូលទៅកាន់ YouTube បន្តមកទៀតយើងរើសរូបនឹងមករើសរូបឥឡូវខ្ញុំដាក់គៀកនេះបន្តិចអូខេចុច save as profile picture ហ្នឹងមកឥឡូវខ្ញុំបានរូបឧទាហរណ៍ថាហ្នឹងគឺជារូបខ្ញុំណាថយមួយចូលម្ដងទៀតមើលសិនបាននៅណាអូខេអត់តាន់បានម្ដងទៀតចុចឡើងហ្នឹងមកយករូបភាពរបស់យើងអូខេចុច save ចាំវាមកស្ទុះតម្រាំតែវាដើរឥឡូវវាដើរបានរូបហ្នឹងហើយអ្វីដែលយើងត្រូវធ្វើបន្តហ្នឹងយើងចាំផ្ដើមរៀបចំវាក្នុងការរៀបចំហ្នឹងគឺបងប្អូនត្រូវទាញកម្មវិធី Chrome យើងចូលទៅកាន់ Play Store មកបើ iPhone យើងត្រូវចូលទៅកាន់ App Store ណា
ok dương cho được Play Store cho tam vía sân mó dương cho cái search ní Y C H O cái này cho search mó dương thưa ca mở sân ok miền ấy tỏ là dương chập đam riệp chóm dương cho được can Chrome nâng mó cho được can Chrome dương cho got it mó và to mà tiếtสำหรับទូរស័ព្ទបងប្អូនខ្លះគឺចូលទៅកាន់ YouTube គឺចូលទៅតែម្ដងតែសម្រាប់បងប្អូនខ្លះគឺតលតែធ្វើបែបនេះបានណាចុចឡើយនេះយក new incognito tab ដូច្នេះគឺខ្ញុំសូមបង្ហាញសម្រាប់បងប្អូនទូទៅដែលអាចចូលទៅគឺបានតែម្ដងទៅដោយសារតែបើសិនខ្ញុំបង្ហាញការធ្វើដែលបែបចូល YouTube អញ្ចេះគឺបងប្អូនខ្លះគឺធ្វើទៅវាចេះតែចូលទៅកាន់កម្មវិធី YouTube ណាដូច្នេះគឺខ្ញុំចូលអាលក្ខណៈដែលបងប្អូនដែលដូចថាស្រួលប្រើដែលចុចទៅអត់ចូល YouTube ហើយនឹងបងប្អូនចុចទៅចូល YouTube គឺយើងប្រើវិធីសាស្ត្រនេះទៅគឺល្អសម្រាប់បងប្អូនទាំងអស់គ្នាតែម្ដងអូខេយើងចុចឡើងនេះមក Your new incognito tab យើងវាយខាងលើដាក់ថា YouTube មក YouTube វាយបែបនេះបន្តទៀតយើងចុច search អូខេយើងដូចថាធ្វើបានទាំងអស់គ្នាគឺងាយស្រួលជាងចុច YouTube មកដោយសារតែបើសិនខ្ញុំធ្វើបែបនោះគឺបងប្អូនដែលចូលទៅចេះតែចូលកាន់កម្មវិធី YouTube ហ្នឹងគឺគាត់សួរទៀតហើយគាត់ធ្វើអត់បានអូខេយើងចុចឡើងនេះមកបន្តទៀតយើងដាក់ channel ហ្នឹងបងប្អូននេះចុច sign in យើងដាក់អា channel ដែលយើងបង្កើតមិញដែលខ្ញុំឲ្យទៅសេដាក់ក្នុងសភៅហ្នឹងណាអូខេខ្ញុំមើលសិនខ្ញុំចង់ផ្លេចដែរតាមពិតថតទុកខ្ញុំអត់បានទៅសេទុកណាពុទ្ធ2025អូខេ OEUN 2025កន្លែងហ្នឹងយើងមិនបាច់ចាំដាក់ add Gmail អញ្ចឹងក៏បានតែយើងដាក់ត្រឹមលេខហ្នឹងទៅហើយយើងចុច next មកគឺវាទៅហើយមិនបាច់ដាក់ add Gmail ទេវាដាក់ឲ្យយើងណាកន្លែងនេះគឺខ្ញុំសុំដាក់ប៉ុន្តែខ្ញុំសុំមិនបង្ហាញអូខេបន្ទាប់ពីខ្ញុំដាក់ password ហើយដូចអ្វីដែលខ្ញុំបានប្រាប់អញ្ចឹងយើងត្រូវតែកត់ Gmail ទុកហើយនឹងអា password ហ្នឹងណាយើងចុច next តទៀតមកដើម្បីយើងរៀបចំបងប្អូនរៀបចំមកហើយទៅយើងផុសស្រួលហើយ YouTube គឺវាអាប់ដេតរហូតដូច្នេះយូរដូចថាពេលខ្លះទៅកន្លះខែខ្ញុំអាចចេញវីដេអូម្ដងបើមានអ្វីអាប់ដេតគឺខ្ញុំអាប់ដេតជូនបងប្អូនយើងហើយបងប្អូនខ្លះថាបងមិនអត់បងចេញវីដេអូដែលអញ្ចឹងតាមពិតទៅវីដេអូដូចថាតកតទៅនឹងការបង្កើតពីមួយខែទៅមួយខែវាមានការអាប់ដេតណាបើសិនជា3ខែអាប់ដេតគឺខ្ញុំចេញវីដេអូមួយទៀតបើសិនជាអត់អាប់ដេតទេគឺខ្ញុំអត់ចេញទេបងប្អូនអូខេយើងកន្លែងនេះគឺយើងធ្វើការដូចថា send sale ក៏បានឬក៏យើងដាក់លេខទូរស័ព្ទកន្លែងហ្នឹងមួយឲ្យហើយក៏បានដែរប៉ុន្តែគឺខ្ញុំសុំអត់តាន់ដាក់ទេខ្ញុំចុច send sale សិនអូខេមកដល់កន្លែងនេះយើងបើអត់ឃើញអាកន្លែងនេះ not now នេះយើងគ្រាន់តែអូមបន្តិចមកយកពាក្យ not now យើងគ្រាន់តែចូលទៅកាន់រៀបចំវាណាបងប្អូនអូខេបន្តមកទៀតឥឡូវយើងត្រូវបើកជាផ្ទាំងកុំព្យូទ័រសិនយើងចុចឡើងនេះមក tray 3ហ្នឹងយើងយក desktop ផ្សាយអូខេបន្តមកទៀតសម្រាប់ទូរស័ព្ទបងប្អូនខ្លះគឺវាមិនមែនស្ថិតនៅខាងក្រោមចេះទេតែទូរស័ព្ទនេះកន្លែងរូប profile របស់យើងដែលយើងដាក់ហ្នឹងពេលខ្លះវានៅនេះពេលខ្លះវា load លើពេលដែលដើរផ្ទាំងកុំព្យូទ័រគឺវា load ឡើងលើណាយើងត្រូវនេះចូលឡើងនេះបងប្អូនកន្លែងដែលយើងតាំង profile រូបមិញណាដែលខ្ញុំឲ្យបងប្អូនហ្នឹងតាំងរូបខ្លួនឯងហ្នឹងយើងចុចលើហ្នឹងមួយមកចុចលើហ្នឹងមួយបន្តទៀតយើងយក view your channel បងប្អូនអាចដាក់កម្រិតច្បាស់ដើម្បីមើលវីដេអូរបស់ខ្ញុំបានព្រោះអីខ្ញុំថតនេះគឺច្បាស់ហើយច្បាស់ដែលបងប្អូនអាចមើលបានណា view your channel ហ្នឹងមកលើកឡើងអ៊ីនធឺណិតបងប្អូនរៀនខ្សោយពេកណាតែពេលអញ្ចឹងពេលខ្លះពិបាកមើលដែរឥឡូវខ្ញុំព្រមទៅវិញអូខេឬក៏មិនបាច់ព្រមយើងអូខេឥឡូវខ្ញុំធ្វើវិធីសាស្ត្រនេះមួយសិនអូខេចាំបន្តិចសិនបងប្អូនគឺខ្ញុំចង់ព្រមទៅវិញប៉ុន្តែព្រមអត់បានណាខ្ញុំមើលសិនកន្លែងណាដែលអាចព្រមទៅវិញបាននេះព្រមបានហើយយើងយកកន្លែងនេះបងប្អូនយកកន្លែង customize channel
ឥឡូវខ្ញុំសាកចុចលើវាចាំមើលវាប្រូបានអត់ណាឥឡូវប្រូអត់បានក៏ហើយទៅអញ្ចឹងយើងយកកន្លែងហ្នឹងមក custom my channel កន្លែងនេះណាកន្លែងហ្នឹងចុចលើហ្នឹងមកទូរស័ព្ទខ្ញុំវាពេលខ្លះវាកាំងតិចទៀតបងប្អូនអូខេចាំវាសិនអ៊ីនធឺណិតអត់ដើរទេវាពិបាកតែរៀបចំហ្នឹងបន្តិចទេបើស្អីផ្សេងគឺស្រួលទេបងប្អូននេះគឺយើងយកកន្លែងពាក្យថា continue បងប្អូនអូខេឥឡូវខ្ញុំបរិយាបងប្អូនមើលនេះពាក្យថា continue ហ្នឹងយើងចុចឡើង continue ហ្នឹងមកចុច continue មួយពេលដែលយើងចុចអញ្ចឹងហើយវាចេញនៅផ្ទាំងមួយទៀតណានេះផ្ទាំងនេះយើងយកអាកន្លែង close ហ្នឹងសិនមកហើយបើបងប្អូនមិន load ក៏មិនបាច់ធ្វើដែរកន្លែងហ្នឹងណាបើសិនជា load ដូចខ្ញុំតតែធ្វើបន្ទាប់ពីដល់កន្លែងហ្នឹងហើយអ្វីដែលបងប្អូនត្រូវរៀបចំគឺខ្ញុំប្រាប់ចំណុចសំខាន់សម្រាប់បងប្អូនយើងចូលកន្លែង home tab នេះមួយ home tab អូខេអត់មានឃើញត្រូវដាក់អីទេយើងទៅវិញនេះយើងយកកន្លែងរូបនេះបងប្អូនកងចាក់ហ្នឹងណាខាងក្រោមហ្នឹងវាមាន2វាមានទី1ហើយទី2បន្ទាប់គ្នាហ្នឹងបងប្អូនយកកន្លែងខាងលើណាខាងលើដែលរូបកងចាក់ហ្នឹងវាតូចដែរឥឡូវខ្ញុំចុចតិចមកអូខេឥឡូវយើងចេញបែបនេះណាបងប្អូនចេញបែបហ្នឹងអ្វីដែលយើងត្រូវធ្វើហ្នឹងគឺយើងយកទី2ឥឡូវខ្ញុំចាប់ផ្ដើមព្រីកាមេរ៉ាបន្តិចនេះដែលមានពាក្យថា channel យើងចុចលើហ្នឹងមកអូខេឥឡូវខ្ញុំរកអីច្អល់ឲ្យបងប្អូនបន្តិចនេះកន្លែងនេះបងប្អូនកន្លែងនេះណា channel បន្តមកទៀតកន្លែងហ្នឹងគឺយើងរើសប្រទេសយើងបានបងប្អូនកន្លែងហ្នឹងណានេះកន្លែងនេះណាឥឡូវខ្ញុំចុចរើសប្រទេសយើងគឺកម្ពុជាអូខេចុចសិនវាអត់ដើរនេះបងប្អូនយើងមកយកកន្លែងនេះខ្ញុំដាក់ប៊ិចនេះកន្លែងនេះ Cambodia ណា Cambodia កន្លែងខ្ញុំច្អល់នឹងមកអូខេបន្តមកទៀតខ្ញុំយកចំកាណាដាអញ្ចឹងខ្ញុំយកម្ដងទៀតម្ដងទៀតអូខេចាំសិននេះកន្លែងនេះខុសតែបន្តិចគឺចូលកាណាដានេះតូចហ្នឹងបន្តមកទៀតបងប្អូនចូលមកកាន់កន្លែងនេះ advanced setting ណា advanced setting ហ្នឹងមកយើងចុចកន្លែងហ្នឹងចាំខ្ញុំប្រាប់ថាបងប្អូនត្រូវយកកន្លែងណាយើងអូសមកបន្តិចនេះយើងកាសកន្លែងនេះណាបងប្អូនយើងកាសបែបនេះយើងកាសតិចយើងដាក់ដៃតិចចឹងមកចឹងមកដល់កន្លែងហ្នឹងគឺខ្ញុំនឹងព្រីឲ្យធំគឺបងប្អូនយក no កណ្ដាលណាដោយសារវាគ្រីសឲ្យខាងក្រោមវាដាក់មិនមែនគ្រីសទេវាដាក់សញ្ញាខ្មៅហ្នឹងយើងយកកណ្ដាលដែលវាដាក់ថា no set the channel as not made for kids I almost never upload content that made for kids មានន័យថាយើងបង្កើតវីដេអូហ្នឹងមិនមែនសម្រាប់ក្មេងទេបើសិនជាបងប្អូនបង្កើតវីដេអូសម្រាប់ក្មេងឬក្មេងគឺវាមានលក្ខខណ្ឌវាច្រើនបងប្អូនដល់ពេលអញ្ចឹងទៅយើងគួរតែយកកណ្ដាលហ្នឹងមកគឺល្អច្រើនជាងឥឡូវខ្ញុំយកមកកណ្ដាលហើយហ្នឹងហើយយើងអូសតិចទៀតមកបងប្អូនអូសតិចទៀតមកចាំមើលយើងមានអីទៀតដែលត្រូវរៀបចំទៀតណាបងប្អូនធ្វើមួយតាមខ្ញុំមកបន្ទាប់ពីដល់កន្លែងហ្នឹងហើយបងប្អូនរើសកន្លែងហ្នឹងតែមួយហ្នឹងទេយើងចូលមកដល់ចំណុចនេះ feature eligibility កន្លែងហ្នឹងខ្ញុំអាចអានខុសណាយើងចុចកន្លែងហ្នឹងតិចមកអូខេកន្លែងហ្នឹងគឺយើងត្រូវនេះធ្វើកន្លែងនេះបងប្អូនធ្វើកន្លែងនេះណាប៉ុន្តែបើសិនជាខ្ញុំធ្វើឥឡូវហ្នឹងគឺវាដូចថាត្រូវការចេញទៅដើម្បីនេះលេខទូរស័ព្ទណាខ្ញុំចង់ផ្លេចដូច្នេះយើងរៀបចំកន្លែងផ្សេងសិនយើងទុកកន្លែងហ្នឹងចាំយើងរៀបចំដូចថាបន្ទាប់ពីដាក់កន្លែងផ្សេងអស់នេះហើយចាំយើងធ្វើការរៀបចំកន្លែងហ្នឹងបងប្អូនអូខេបន្តមកទៀតយើងទុកកន្លែងហ្នឹងមកផ្លេតសិនមកយើងយកកន្លែងនេះ upload default នេះសិនមកអូខេខុសហើយកន្លែងនេះ upload default យើងអូសវាមកតិចមកអូសបែបហ្នឹងយើងកន្លែងនេះយើងដាក់ហើយក៏បានប៉ុន្តែសម្រាប់កុំព្យូទ័រទេបើយើងទូរស័ព្ទគឺយើងមិនបាច់ដាក់កន្លែងហ្នឹងទេបងប្អូនឥឡូវយើងចូលដល់កន្លែងនេះយើងត្រូវរៀបចំដែរនេះកន្លែង advanced setting នេះណាអូខេ
ខាងលើមិញក៏មាន advanced setting ដែរប៉ុន្តែកន្លែងនេះក៏មាន advanced setting ដែរគឺជាកន្លែងដែលយើងរើស category ណាបងប្អូនយើងចុចកន្លែងនេះ category នេះមក category ឥឡូវយើងទៅមើលថាតើវាមានអីខ្លះវាមាន auto vehicle comedy មានន័យថាកន្លែងនេះគឺយានតាក់ទងនឹងយានយន្ត comedy នេះក៏ប្លែក education ការសិក្សាការអប់រំ entertainment ការកម្សាន្ត film animation មានន័យថាភាពយន្តហើយនឹងគំនូរជីវចល gaming គឺការលេង game how to style ភាគច្រើនខ្ញុំយក how to style ហើយនឹង people blog ប្រភេទវីដេអូដោយសារតែវីដេអូខ្លះ cooking ខ្ញុំអាចយក people blog ឬក៏ how to style អាហ្នឹងសម្រាប់ប្រភេទ content ណា music មានន័យថាតាក់ទងជាមួយនឹងបទចម្រៀងឧទាហរណ៍ថាផលិតកម្មអីហ្នឹងគេភាគច្រើនគឺគេយកកន្លែងហ្នឹង karaoke ឬក៏អកកេះអកដងអីហ្នឹងគេយក music ហ្នឹងហើយអូខេឥឡូវយើងមើលតទៀត new and politics មានន័យថាព័ត៌មានហើយនឹងនយោបាយ non profit activism ដូចជាកន្លែងហ្នឹងអង្គភាពមិនរកប្រាក់កម្រៃបងប្អូនអាហ្នឹងបើតាមអ្វីដែលខ្ញុំចាំបកជាខ្មែរណា people blog ភាគច្រើនគឺខ្ញុំយកប្រភេទ people blog ហ្នឹងឯងបងប្អូនអាចរើសអាហ្នឹងទៅបើសិនជាបងប្អូនធ្វើវីដេអូលក្ខណៈឧទាហរណ៍ណាលក្ខណៈធ្វើថតដំណាំធ្វើដំណាំចំសัตว์អីពេលខ្លះដូចថាយើងមានចំសัตว์ខ្លះយើងដាំបន្លែខ្លះគឺខ្ញុំយកកន្លែងហ្នឹងប៉ុន្តែបើសិនជាយើងចិញ្ចឹមសត្វសុទ្ធហ្មងគឺបងប្អូនអាចយកខ្ញុំមើលសិនកន្លែងណាទេ pet animal គឺកន្លែងនេះកន្លែងនេះក្រោម people blog ហ្នឹងណា science and technology មានន័យថាវិទ្យាសាស្ត្រហើយនឹងបច្ចេកវិទ្យា sport កីឡា travel event មានន័យថាការធ្វើដំណើរលក្ខណៈ event អីហ្នឹងយើងយកខាងក្រោមផុតនេះបងប្អូនសម្រាប់ខ្ញុំឥឡូវហ្នឹងគឺខ្ញុំយក people blog បងប្អូនហើយកន្លែងហ្នឹងបើបងប្អូនធ្វើ content បែបណាដែលមិនច្បាស់គឺអាចសាកសួរខ្ញុំបន្ថែមបានដែលអាចឆាតទៅបានណាតែបងប្អូនឆាតទៅបងប្អូនគ្រាន់តែប្រាប់ថាខ្ញុំធ្វើប្រភេទវីដេអូនេះខ្ញុំគួររើសអីគេហ្នឹងហើយបងប្អូនអាចសួរខ្ញុំអញ្ចឹងបានអូខេគឺខ្ញុំនឹងធ្វើការប្រាប់ឲ្យតែខ្ញុំដូចថាឃើញប៉ុន្តែលើកឡើងតែពេលខ្លះទៅខ្ញុំអត់ឃើញអីចឹងណាបងប្អូនតោះឥឡូវយើងចូល permission តើមានអីរៀបចំអត់អូខេអត់ទេយើងចូលកន្លែងនេះម្ដង community នេះកន្លែងនេះណាកន្លែងហ្នឹងយើងមកបិទកន្លែងមួយបងប្អូនអូសមកអូឲ្យផុតមកយើងយកនេះគ្រីសកន្លែងនេះ block link ហ្នឹងណាយើងបិទកន្លែងហ្នឹងមួយឥឡូវខ្ញុំមើល default នេះសិនតើមានអីអត់ទេបងប្អូនអញ្ចឹងយើងចូលមក agreement នេះមួយទៀតគឺអត់មានអីរៀបចំទេយើងចុច save សិនមកយើងចុច save កន្លែងនេះណាឥឡូវខ្ញុំព្រមទៅវិញអូខេយើងចុច save ហ្នឹងមកនេះ save សិនមកហើយយើងធ្វើអា verify លេខទូរស័ព្ទមិញសិនដើម្បីដូចថាឲ្យបងប្អូនហ្នឹងគឺយើង save ម្ដងសិនបន្តមកទៀតយើងចូលកន្លែងហ្នឹងម្ដងទៀតមកចូលកន្លែងហ្នឹងម្ដងទៀតអូខេប៉ុន្តែមុននឹងចូលខ្ញុំទៅមើលលេខទូរស័ព្ទសិនចាំមើលបើសិនជាយើងចូលម្ដងទៀតបាត់គឺយើងត្រូវការវាយ channel ម្ដងទៀតណាតែខ្ញុំឆែកលេខសិនអូខេឆែកសិនលេខខ្ញុំដឹងប្រហែលខ្លះខ្ញុំភ្លេចដូចជាឆែកបែបហ្នឹងឲ្យបងប្អូនស្មានឥឡូវខ្ញុំសាកឆែកបែបហ្នឹងសិនហើយខ្ញុំនឹងសរសេរទុក015 54 85 63តោះយើងចូលទៅវិញបងប្អូនចូលទៅកាន់ Chrome វិញមកតិចលោកបាត់ទៅបើបាត់ចាំយើងដាក់ម្ដងទៀតយើងគ្រាន់តែយើងត្រូវចំណាយពេលអញ្ចឹងណាអូខេអត់អីទេមានន័យថាវានៅទេអញ្ចឹងយើងចុចឡើងនេះ continue to store your បើសិនជាវា load បែបហ្នឹងយើងចុចឡើងហ្នឹងមកតែបើ load ផ្សេងយើងត្រូវការវាយធ្វើពីដើមអាវីដេអូដែលខ្ញុំចូលមិញហ្នឹងណាម្ដងទៀតបងប្អូនត្រូវតែធ្វើបែបហ្នឹងដោយសារតែការយក in connect to tab ហ្នឹងបើសិនជាដូចថាយើងចេញទៅព័ត៌មានទាំងអស់ហ្នឹងគឺវាឲ្យយើងវាយសារដើមឥឡូវវាមកដល់កន្លែងហ្នឹងវិញយើងចុចកន្លែងហ្នឹងដដែលមកនេះកន្លែងហ្នឹងមកកន្លែងយើងរៀបចំមុនហ្នឹងនៅក្នុង channel ខ្ញុំគឺខ្ញុំមានបរិយាបងប្អូនធ្វើទាំងអស់តែម្ដងនៅលើទូរស័ព្ទណាគឺបងប្អូនអាចមើលវីដេអូផ្សេងរបស់ខ្ញុំបានអូខេឥឡូវយើងចុចម្ដងអូខេថយមួយសិនបងប្អូនអូខេខ្ញុំខ្វែងយើងចុចកន្លែងហ្នឹងដដែលទៅនេះកន្លែងនេះណាអូខេឥ
ឡូវវាចេញដូចដើមហើយអ្វីដែលយើងត្រូវធ្វើហ្នឹងគឺកន្លែងនេះបងប្អូននៅចាំមកនេះកន្លែង channel នេះណា channel ហ្នឹងហើយលើកនេះខ្ញុំគិតថាខ្ញុំលំអិតសម្រាប់ការអាប់ដេតថ្មីនេះយើងយកកន្លែងនេះ feature កន្លែងនេះខ្ញុំអានខុសរហូតវាដាក់ថា feature eligibility ដោយសារតែវាតូចពេកមើលអត់ច្បាស់ទេយើងយកកន្លែងទី2នេះមកទី2ហ្នឹងយើងយកនេះ verify phone number ដើម្បីយើងដាក់ thumbnail បានណាយើងចុចលើហ្នឹងមកអូខេចាំសិនឥឡូវខ្ញុំមើលលេខទូរស័ព្ទឲ្យហើយលេខចង់ផ្លេចទៀតហើយអូខេ015កន្លែងនេះបើសិនជាធម្មតាបើសិនជាបងប្អូនរើសប្រទេសណាគឺកន្លែងហ្នឹងពេលខ្លះវាអាចទៅអាមេរិកវាអាចអីចឹងណាវា load ឲ្យយើងណាដូច្នេះបងប្អូនកន្លែងហ្នឹងបើសិនជាយើងនៅខ្មែរហើយវាអត់ចេញខ្មែរឲ្យវាចេញអាមេរិកគឺយើងត្រូវចុចលើវាហ្នឹងមកយើងយករកពាក្យ Cambodia នេះ Cambodia យើងនេះអូខេមិញខ្ញុំដាក់នេះពេកដល់ពេលអញ្ចឹងមើលអត់ឃើញនេះបងប្អូនត្រូវតែរើស Cambodia ឧទាហរណ៍ថាយើងកន្លែងហ្នឹងជាប់ Brazil អីចឹងណាយើងចុចលើហ្នឹងមកយើងយក Cambodia យើងអូនេះរកពាក្យនេះ Cambodia ហ្នឹងមកយើងចុចលើវាហ្នឹងមកបន្តមកទៀតយើងដាក់លេខទូរស័ព្ទនេះបើសិនយើងនៅស្រុកខ្មែរប៉ុន្តែបើយើងនៅប្រទេសថៃប្រទេសអីគឺយើងរើសតាមហ្នឹងមកយើងដាក់លេខថៃអញ្ចឹងណាឧទាហរណ៍ណាបងប្អូនឥឡូវខ្ញុំដាក់លេខខ្មែរ015 54អូខេ54ទៅសរសេរ64 54 85ហើយ63អូខេយើងចុច next មកបន្ទាប់ពីចុច next ហើយវានឹងផ្ញើសារទៅកាន់ដូចថាលេខទូរស័ព្ទហ្នឹងណាបងប្អូនឥឡូវផ្ញើឲ្យមានលេខអូខេ64 26 10គាត់64 26 10គាត់សម្រាប់ទូរស័ព្ទដែលវាមិនផ្ញើសារគឺបងប្អូនត្រូវតែដូរលេខផ្សេងបើសិនជាផ្ញើសារបែបនេះយើងយកមកដាក់មកយើងចុច submit មកបងប្អូនអូខេឥឡូវយើងអាចដាក់ thumbnail បានហើយអ្វីដែលយើងត្រូវធ្វើបន្តហ្នឹងកន្លែងរៀបចំហ្នឹងគឺយើងរៀបចំអស់ហើយតោះឥឡូវយើងចាប់ផ្ដើមចេញទាំងអស់គ្នាមកគឺយើងត្រូវមានកម្មវិធីអីខ្លះព្រោះអីខ្ញុំធ្វើវីដេអូមុនគឺខ្ញុំដូចថាពេលខ្លះខ្ញុំអត់បានប្រាប់បងប្អូនថាត្រូវមានកម្មវិធីណាខ្លះសម្រាប់កាត់តសម្រាប់ធ្វើ thumbnail សម្រាប់ការដូចថាយើងត្រូវការប្រើអីគេខ្លះណាដោយសារតែការធ្វើ YouTube យើងត្រូវការព័ត៌មានរបស់វាក៏ដូចជាទូរស័ព្ទរបស់យើងត្រូវទៅឡើងកម្មវិធីមួយចំនួនតោះឥឡូវយើងចាប់ផ្ដើមចូលទៅកាន់ Play Store ទាំងអស់គ្នាអូខេចូលទៅកាន់ Play Store អ្វីដែលយើងត្រូវទាញមុនគេនោះគឺកម្មវិធីសម្រាប់ការកាត់តគឺខ្ញុំណែនាំកម្មវិធីចំនួន2កម្មវិធីទី1ដែលជាកម្មវិធីកំពូលពាណិជ្ជកម្មឥឡូវហ្នឹងគឺកម្មវិធី CapCut បងប្អូនគឺកំពូលពាណិជ្ជកម្មហើយពិបាកកាត់មែនតើ CapCut ណាកម្មវិធីមួយហ្នឹងនិយាយរំឥឡូវខ្ញុំលែងប្រើតែម្ដងដោយសារតែវាពាណិជ្ជកម្មខ្លាំងពេកកម្មវិធីដែលមិនសូវមានពាណិជ្ជកម្មតិចគឺកម្មវិធី InShot កម្មវិធីនេះគឺខ្ញុំប្រើរាល់ថ្ងៃតែម្ដងទាញកម្មវិធីនឹងមួយឬក៏កម្មវិធីកាត់តមួយទៀតគឺកម្មវិធី VN កម្មវិធីហ្នឹងក៏អត់សូវមានពាណិជ្ជកម្មដែរគឺកម្មវិធីនេះបងប្អូន VN វាដាក់ថា VN Video Editor ហើយកម្មវិធីដែលទី1មិញនោះគឺកម្មវិធី InShot ខ្ញុំប្រើរាល់ថ្ងៃតែម្ដង Video Editor and Marker InShot គឺស្រួលប្រើមែនតើកម្មវិធីធ្វើ thumbnail គឺយើងទាញ2មកបានហើយសម្រាប់ទូរស័ព្ទដូចថាប្រភេទ Android ណាគឺមួយយើងវាយ PI វាយតា PI អញ្ចឹងមកវាមាន2យើងយកនេះ PixArt មួយហើយនិង Pixelab មួយយើងប្រើទាំងពីរហ្នឹងទៅប៉ុន្តែកម្មវិធីដែលប្រើញឹកជាងគេមិនមែនកម្មវិធី PixArt ទេណាគឺកម្មវិធី Pixelab យើងថយមួយវិញយើងវាយ PI អញ្ចឹងមកចេញ Pixelab យើងចុចលើវាហ្នឹងមកគឺកម្មវិធីហ្នឹងគឺប្រើញឹកញាប់តែម្ដងសម្រាប់ខ្លួនខ្ញុំណាអូខេធ្វើ thumbnail គឺខ្ញុំជំនាញធ្វើនៅលើកម្មវិធីហ្នឹងប៉ុន្តែជំនាញមិនមែនមានន័យថាខ្ញុំបកកែជាងគេទេប៉ុន្តែគឺខ្ញុំប្រើរាល់ថ្ងៃហើយខ្ញុំប្រើបើគិតទៅមើលឆ្នាំ2016 17 18 19 20 21 22 23 24
វីដេអូ9ឆ្នាំហើយតាក់ទងជាមួយនឹងការកម្មដូចថាប្រើកម្មវិធី Pixelab ហ្នឹងហើយបើបង្ហាញវីដេអូតាក់ទងជាមួយនឹងការប្រើកម្មវិធីនឹងសម្រាប់ធ្វើ thumbnail ហ្នឹងតាំងពី2016 17មកវាយូរឆ្នាំដែរខ្ញុំធ្វើវីដេអូមិនដឹងថាប្រហែលវីដេអូហើយទេបងប្អូនមើលវីដេអូនេះហើយគឺបងប្អូនចេះទី1បង្កើត channel ទី2រៀបចំ channel ទី3ដាក់ profile ទី4កម្មវិធីអ្វីខ្លះដែលយើងត្រូវដូចថាការប្រើសម្រាប់ការរកលុយហើយខ្ញុំនឹងបង្ហាញតាក់ទងជាមួយនឹងការកាត់វីដេអូខ្លះសម្រាប់បងប្អូនយើងណាកុំឲ្យបងប្អូនហ្នឹងដូចថាបងធ្វើអញ្ចឹងឲ្យបានលុយមែនឥឡូវខ្ញុំនឹងធ្វើការទាញកម្មវិធីឲ្យចាំខ្ញុំប្រាប់ថាដំណាក់កាលទី1យើងត្រូវធ្វើអីដំណាក់កាលទី2ទី3ទី4អញ្ចឹងណាអូខេទាញកម្មវិធីដែលយើងត្រូវប្រើមួយទៀតដែលចាំបាច់នោះបងប្អូនកម្មវិធីដែលមានឈ្មោះថា YT Store DO ឬក៏យើងវាយតែពាក្យថា YouTube ក៏វាចេញដែរឥឡូវយើងវាយពាក្យថា YouTube ដែលយើងទៅសេ Y O U T U B E យើងចុចលើវានឹងមកបន្តមកទៀតយើងប្រកាសជាឃើញអូមកក្រោមបន្តិចមកនេះគឺកម្មវិធីមួយនេះដែលយើងប្រើចាំបាច់ដូចថាប្រហែលនឹង YouTube ដែរណាគឺកម្មវិធីមួយហ្នឹងយើងធ្វើការ install វាមកអូខេបន្ទាប់ពីកម្មវិធីសំខាន់CapCut ខ្ញុំអត់ recommend ទេឥឡូវដោយសារតែវាពាណិជ្ជកម្មម៉ែពាណិជ្ជកម្មហ្មងណាអូខេឥឡូវខ្ញុំចាប់ផ្ដើមដូចថាបញ្យល់បងប្អូនខ្លះថាតើយើងបង្កើត channel ហើយយើងដឹងតែអាចរកលុយបានមែនអូខេនៅទេបងប្អូនដំណាក់កាលទី1យើងត្រូវបង្កើត channel ទី2យើងរៀនកាត់តវីដេអូទី3យើងរៀនធ្វើ thumbnail ទី4យើងរៀនផុសវីដេអូទី5រៀនដាក់ចំណងជើងវីដេអូទី6រៀនដាក់ description ទី7រៀនដាក់ tag ទី8រៀនបង្កើត playlist និយាយរួមនៅក្នុង channel របស់ខ្ញុំគឺខ្ញុំមានបរិញ្ញាបត្រទាំងអស់ប៉ុន្តែអ្វីដែលសំខាន់នោះគឺតាក់ទងជាមួយនឹងការបង្កើតវីដេអូការកាត់វីដេអូតើយើងបង្កើតរបៀបណាកាត់របៀបណាអាហ្នឹងគឺជាកលឹះដែលយើងត្រូវរៀនបងប្អូនហើយតាក់ទងជាមួយនឹងការបង្កើតវីដេអូបងប្អូនអាចចូលទៅកាន់ channel របស់ខ្ញុំអូខេខ្ញុំចូលទៅកាន់ channel ខ្ញុំមួយសិនដើម្បីដូចថារៀនមេរៀនទាំងអស់ហ្នឹងណាដែលខ្ញុំលំអិតតែម្ដងសម្រាប់មេរៀនមួយហ្នឹងបងប្អូនចូលទៅកាន់ channel របស់ខ្ញុំដែលមានឈ្មោះបងប្អូនកំពុងមើលហ្នឹងអូខេចូលមកកាន់ playlist មកសម្រាប់កន្លែងនេះមេរៀនរកលុយ YouTube លើទូរស័ព្ទដៃ2024ដែលវីដេអូខ្លះវាមានរយៈពេលរហូតដល់3ខែមុនណាតាក់ទងជាមួយនឹងការបង្កើតអីហ្នឹងប៉ុន្តែមេរៀននៅតែសំខាន់ដដែលទេបងប្អូនអាចមើលបានហើយខ្ញុំរៀបលំដាប់លំដោយពី1ដល់ដូចថារហូតដល់នេះណាដល់ខាងក្រោមសម្រាប់ playlist ខាងលើដែលខ្ញុំដាក់ថាមេរៀនរកលុយ YouTube update ថ្មី2025នេះគឺមានន័យថាខ្ញុំទៅតែធ្វើថ្មីសម្រាប់បងប្អូនដែលទៅតែចាប់ផ្ដើមហើយមានការអាប់ដេតចុងក្រោយណាបងប្អូនអាចមើលបានគឺទៅតែមាន1 2 3ហើយនឹងមេរៀននេះមួយទៀតគឺ4វីដេអូទេគឺបងប្អូនអាចមើលបានណាសម្រាប់អ្នកដែលចង់ចាប់ផ្ដើមតោះឥឡូវខ្ញុំនឹងប្រាប់ពីរបៀបនៃការកាត់វីដេអូខ្លះជាមួយនឹងកម្មវិធី InShot ប៉ុន្តែមុននឹងធ្វើការកាត់ហ្នឹងគឺខ្ញុំនឹងធ្វើការថតឥឡូវខ្ញុំយករបៀបនៃការថតខ្លះណាដើម្បីកុំឲ្យបងប្អូនយើងហ្នឹងគាត់ដូចថាអត់ដឹងឥឡូវឧទាហរណ៍ថាខ្ញុំចង់ថតកាមេរ៉ាខ្ញុំចេះអូខេបងប្អូនអាចមើលទៅកាន់កន្លែងនោះបានឥឡូវខ្ញុំយកទូរស័ព្ទហ្នឹងធ្វើតែម្ដងណាអូខេហើយឥឡូវហ្នឹងគឺខ្ញុំសុំអត់និយាយគឺខ្ញុំផ្ដោតសំខាន់លើការថតខ្ញុំចាប់ផ្ដើមថតពេលដែលយើងកាន់ក្នុងការថតហ្នឹងគឺយើងត្រូវទៅកាន់ដៃបែបនេះដើម្បីយើងថតឲ្យនេះបងប្អូនអូខេឥឡូវខ្ញុំរើសវីដេអូហើយនៅលើ iPhone ចាំខ្ញុំបង្ហាញបន្តិចសិនតោះលើ iPhone ក្នុងការថតនេះ iPhone របស់ខ្ញុំដោយសារតែ iPhone កម្រិតរូបភាពហ្នឹងវាច្បាស់ខ្លាំងហ្មងណាទោះបីស៊េរីណាក៏បានស៊េរីទាបក៏ដោយពេលដែលយើងចូលមកកាន់ iPhone វាចេញជាកាមេរ៉ាបែបនេះបងប្អូនចេញជាកាមេរ៉ាបែបហ្នឹងយើងចូលកន្លែងវីដេអូមកយើងមិនបាច់ខ្វល់ជាមួយកាមេរ៉ាទេគឺយើងកន្លែងនេះយើងរើសដូចថាយើងដាក់ឲ្យកប់មកមានន័យថាយើងថត 4K មកគឺល្អច្រើនជាងឧទាហរណ៍ថាទោះបីយើងកាត់
18ក៏ដោយប៉ុន្តែយើងរើស 4K មកកន្លែងនេះ frame យើងអាចរើស24 30 60បើសម្រាប់ខ្ញុំដាក់ 4K ហើយរើស60 frame ទៀតតោះរបៀបនៃការថតបើសិនជាយើងថតវីដេអូខ្លីគឺយើងថតបែបនេះយើងកាន់ដៃបែបដូចខ្ញុំកាន់អញ្ចឹងណាបងប្អូនអាចធ្វើអញ្ចឹងបានអូខេឥឡូវខ្ញុំដាក់ខាងមុខនេះកាន់ភាគច្រើនខ្ញុំកាន់បែបហ្នឹងដើម្បីឲ្យវានឹងអាហ្នឹងសម្រាប់ការថតវីដេអូខ្លីៗហើយសម្រាប់វីដេអូវែងខ្ញុំច្រើនទៅថតផ្ដេកបែបនេះកាន់បែបនេះណាបងប្អូនយើងចុចចាប់ដើមថតមកឥឡូវយើងចាប់ដើមថតទាំងអស់គ្នាតាក់ទងជាមួយនឹងការថតបើសិនជាយើងចង់បង្ហាញគេឧទាហរណ៍ណាថាយើងចង់បង្ហាញគេពីរបៀបនៃការដាំដំណាំអីផ្សេងហ្នឹងគឺយើងពេលដែលយើងចុចថតហ្នឹងយើងនិយាយទៅឲ្យដៃយើងហ្នឹងយើងកាន់ឲ្យនឹងមកបងប្អូនអាហ្នឹងបើសិនជាបងប្អូនចង់បង្ហាញគេរបៀបដូចថាឧទាហរណ៍ថាដាំស្ពៃអីចឹងណាយើងដំបូងយើងធ្វើយ៉ាងម៉េចឬយើងប្រើដងក៏បានដែរដងសម្រាប់ដាក់ទូរស័ព្ទហ្នឹងណាបងប្អូនបើសិនជាយើងមានត្រឹមទូរស័ព្ទណាគឺយើងអាចនិយាយប្រាប់គេអញ្ចឹងឬក៏យើងថតតែសកម្មភាពហើយយើងមិននិយាយក៏បានដែរអាហ្នឹងសម្រាប់តាក់ទងជាមួយនឹងការថតមិនមែនមានន័យថាយើងថតអញ្ចឹងហើយយើងអត់មាននិយាយអីខ្លះហើយយើងចង់ឲ្យគេមើលពេលខ្លះគេឃើញ thumbnail យើងស្អាតប៉ុន្តែដល់ពេលវីដេអូរបស់យើងអត់មាននិយាយអីសោះគេអត់ដឹងថាយើងចង់និយាយពីអីទេបើសិនជាយើងធ្វើវីដេអូហ្នឹងសម្រាប់ខ្មែរមើលប៉ុន្តែបើសិនជាយើងមិននិយាយអីសោះហើយវីដេអូរបស់យើងហ្នឹងមានកាយវិការអាហ្នឹងមានន័យថាខ្មែរក៏អាចមើលបានបរទេសក៏អាចមើលបានគឺឱកាសច្រើនទៅខាងបរទេសវិញបងប្អូនប៉ុន្តែបើសិនយើងចង់ឲ្យខ្មែរមើលយើងនិយាយទៅពេលដែលយើងថតហ្នឹងអាហ្នឹងសម្រាប់តាក់ទងជាមួយនឹងការថតណាប៉ុន្តែបើសិនជាយើងធ្វើឲ្យបរទេសមើលវាអាចនឹងត្រូវការប្រើពេលយូរបើសិនជាយើងធ្វើឲ្យខ្មែរមើលវាអាចដូចថាឆាប់គ្រប់ម៉ោងឆាប់គ្រប់ subscribe ហើយចាំវីដេអូដែលដូចថាយើងអាចរកលុយបានហើយចាំយើងធ្វើឲ្យបរទេសមើលក៏វាអត់ទាន់ហួសពេលដែរដូច្នេះអាហ្នឹងវាជាការសម្រេចចិត្តរបស់បងប្អូនទេណាតោះឥឡូវខ្ញុំយកទូរស័ព្ទនេះថតវិញទូរស័ព្ទដែលយើងបង្កើត channel ហ្នឹងណាអូខេយើងចាប់ផ្ដើមថតទាំងអស់គ្នាមកខ្ញុំថតមិញដូចជាបានមួយ clip ហើយឥឡូវខ្ញុំថតមួយ clip ទៀតនេះយើងចូលឡើងនេះមកហើយនៅលើទូរស័ព្ទនេះខ្ញុំមើលសិនថាតើកំណត់ឲ្យថតច្បាស់របៀបណាចុចឡើងនេះមកខ្ញុំមើលកន្លែងនេះគឺ720 30 frame 18 30 frame មើលខ្ញុំមាន frame ទៀតអត់យើងចុចឡើងនេះមកអូខេមើលសិនយើងត្រូវកំណត់កាមេរ៉ាដែរសម្រាប់បងប្អូនដែលប្រើកាមេរ៉ាអូខេខ្ញុំមើលសិនទូរស័ព្ទនេះអត់មានអីកំណត់ច្រើនទេអញ្ចឹងវាមានតែ2ណាតោះយើងចាប់ផ្ដើមថតឥឡូវខ្ញុំថតបាន3 clip ឯងបងប្អូនក្នុងការធ្វើវីដេអូក្នុងការកាត់វីដេអូក្នុងការថតវីដេអូហ្នឹងមិនមែនមានន័យថាយើងថតមួយឲ្យចប់ហ្មងទេយើងត្រូវការវីដេអូថតច្រើនហើយយើងយកមកបន្តចូលគ្នាដើម្បីបានជាវីដេអូមួយហើយក្នុងការកាត់ហ្នឹងបងប្អូនដំបូងខ្ញុំគិតថាកាត់មិនបានល្អសូម្បីតែខ្ញុំពេលខ្លះខ្ញុំមិនយកចិត្តទុកដាក់កាត់អត់បានល្អដូចគ្នាប៉ុន្តែពេលដែលយើងធ្វើរាល់ថ្ងៃទៅគឺយើងនឹងប្រកាសជាដូចថាល្អពីមួយថ្ងៃទៅមួយថ្ងៃណាគ្មាននរណាម្នាក់ដែលចាប់ផ្ដើមឡើងគឺល្អស្រាប់ទេបងប្អូនតោះឥឡូវយើងបានវីដេអូហើយយើងចាប់ផ្ដើមកាត់ជាមួយនឹងខ្ញុំទាំងអស់គ្នាយើងចូលទៅកាន់កម្មវិធីដែលយើងត្រូវកាត់មកឥឡូវឧទាហរណ៍ថាខ្ញុំចេះជាមួយនឹង insert ច្រើនជាងអញ្ចឹងខ្ញុំចូលទៅកាន់ insert មកដើម្បីកាត់អូខេចាំវាមកបន្តិចមកយើងយកកន្លែងពាក្យថាវីដេអូយើងចុច low មកយើងទៅយកវីដេអូដែលយើងបានថតមិញវីដេអូមិញមាន3 clip ណាអូខេ2 3យើងបន្តចូលគ្នាយើងចុចឡើងនេះមកយើងចុចតាមវាមកដោយសារតែយើងទៅតែដនអូខេបន្តមកទៀតឥឡូវយើងចាក់មើលវីដេអូទាំងអស់គ្នាបងប្អូនហើយចាំខ្ញុំប្រាប់ថាត្រូវកាត់របៀបណា
ok nè phía trán dương cắtពី clip មួយទៅ clip មួយហ្នឹងបើសិនជាលឺសំឡេងក្រឹបយើងកាត់ចោលទៅហើយបើ clip មកខាងទៅលឺក្រឹបដែរយើងកាត់ចោលតិចទៅបានហើយអូខេឥឡូវខ្ញុំចាប់ដើមបើកសំឡេងតិចសិនតោះយើងមើលទាំងអស់គ្នាបើមិនសមយើងកាត់ចោលអូខេអត់អីទេតោះទៅទៀតអូខេកន្លែងហ្នឹងណាបងប្អូនឧទាហរណ៍ថាកន្លែងនេះលឺក្រឹបកន្លែងនេះវីដេអូនេះយើងគិតថារៀងសមយើងគ្រាន់តែសង្កត់លើវាអញ្ចឹងមកយើងរកកន្លែងកាត់នេះអូសឡើងនេះមកកន្លែងកាត់ហ្នឹងគឺកន្លែងនេះ supply កន្លែងហ្នឹងបងប្អូនប្រហែលជាមើលច្បាស់ឥឡូវខ្ញុំដាក់ឲ្យច្បាស់ជាងនឹងបន្តិចចុចឡើងហ្នឹងមួយប៉ោះមកបន្តទៀតឧទាហរណ៍ថាវាចេញបែបនេះអញ្ចឹងយើងចុចកន្លែងនេះសិនអូខេចុចកន្លែងនេះមួយសិនចាំបន្តិចបងប្អូននេះយើងចុចកន្លែងហ្នឹងមកយើងយកកន្លែងធុងសម្រាមនេះមកដើម្បីលុបអូខេឥឡូវយើងចាក់មើលម្ដងទៀតក្នុងការកាត់វីដេអូអូសចុះអូសឡើងមើលថាមិនសមយើងកាត់បន្តទៀតកន្លែងណាយើងសមហើយយើងទុកវាទៅមិនមែនមានន័យថាកាត់ម្ដងឲ្យហើយហ្មងទេណាអត់ទេអញ្ចឹងយើងត្រូវការមើលចុះមើលឡើងអូខេឥឡូវវាអត់មានអីឆ្គងទេឥឡូវឧទាហរណ៍ថាកន្លែងក្រោយនេះយើងកន្លែងហ្នឹងយើងអត់ចង់ឲ្យវីដេអូហ្នឹងមានកន្លែងហ្នឹងទេយើងចង់កាត់ចោលក៏អត់មានអីពិបាកដែរយើងគ្រាន់តែចុចលើវីដេអូហ្នឹងមកយកកន្លែងនេះមកកាត់អញ្ចឹងហើយយើងចុចលើហ្នឹងមកចុចតល់តែចេញបែបហ្នឹងបានយើងអាចលុបបានណាយើងលុបមកអូខេបន្ទាប់ពីវីដេអូហ្នឹងហើយឧទាហរណ៍ថាយើងចង់បញ្ចូលសំឡេងឧទាហរណ៍ថាយើងអត់ចង់យកសំឡេងវីដេអូហ្នឹងដោយសារតែវីដេអូហ្នឹងវាជាប់ចម្រៀងជាប់អីណាបងប្អូនហាមួយទៀតឧទាហរណ៍ថាយើងថតតាមទីប្រជុំជនឬពេលខ្លះឬគេជេរគ្នាឬគេដូចថាឆ្លោះគ្នាអីអញ្ចឹងយើងអត់ចង់ឲ្យជាប់អាសំឡេងទាំងអស់ហ្នឹងទេយើងគិតថាវារំខានដល់អ្នកមើលណាយើងចង់បញ្ចូលសំឡេងសារថ្មីគឺអត់មានអីពិបាកទេបងប្អូនគ្រាន់តែទីមួយយើងត្រូវតែបិទសំឡេងដើមហ្នឹងគឺជាសំឡេងដែលជាប់ជាមួយនឹងវីដេអូដែលយើងថតអូខេក្នុងការបិទហ្នឹងបើសិនជាយើងឧទាហរណ៍ថានៅคลิปទាំងអស់ហ្នឹងសុទ្ធតែជាប់អាសំឡេងដែលយើងមិនចង់បានហ្នឹងទាំងអស់គឺយើងចុចលើវីដេអូមួយចុចកន្លែងនេះវាលីមនេះមករូបនេះចុចលើហ្នឹងហើយយើងបិទអស់មកបិទមួយក្រឹបឥឡូវវីដេអូមួយទៀតបិទមួយទៀតក្រឹបវីដេអូមួយទៀតបិទក្រឹបអស់ចឹងមកហើយយើងចុចបើសិនជាយើងមាន100វីដេអូយើងត្រូវបិទបែបហ្នឹងទាំង100មកបើសិនជា100ហ្នឹងគឺជាប់សំឡេងគេជេរគ្នាពេញហ្នឹងទាំងអស់ណាឧទាហរណ៍ណាយើងចុចគ្រីសនេះមួយមកបន្តមកទៀតយើងចាប់ផ្ដើមអូសឲ្យផុតមកដើម្បីបញ្ចូលសំឡេងសារថ្មីតាក់ទងជាមួយនឹងការបញ្ចូលសំឡេងសារថ្មីហ្នឹងគឺងាយទេនៅលើកម្មវិធីមួយសុទ្ធតែមានទាំងអស់កម្មវិធីខ្លះអាចនឹងអត់មានកម្មវិធីសម្រាប់កម្មវិធីដែលខ្ញុំកំពុងប្រើនេះគឺមានយើងអូសមកយកកន្លែងនេះ audio ឬក៏សញ្ញាបែបហ្នឹងមកចុចលើវាបន្តមកទៀតបងប្អូនធ្វើការចុចពាក្យថា record កន្លែងនេះណាបងប្អូន record យើងចុចលើហ្នឹងមកអូខេយកខាងលើផុតយើងយកកន្លែងនេះមួយមកយើងចុចកន្លែងនេះមកគឺយើងអាចបញ្ចូលបានយើងចុចអញ្ចឹងមកហើយរងចាំវាដើរឥឡូវហ្នឹងវាកំពុងដើរបងប្អូនហើយអ្វីដែលខ្ញុំនិយាយនេះគឺអាចនឹងជាប់ឥឡូវយើងចាំមើលទាំងអស់គ្នាថាតើវាជាប់អត់ណាអូខេឥឡូវយើងជិតចប់វីដេអូយើងចុចអញ្ចឹងវិញមកឥឡូវយើងចាក់ស្ដាប់ទាំងអស់គ្នានេះគឺលឺសលេងថ្មីមួយណាហើយបើសិនជាបញ្ចូលសំឡេងហ្នឹងទៅវាខុសឥឡូវហ្នឹងវាកំពុងដើរនេះឧទាហរណ៍ណាសំឡេងហ្នឹងយើងបញ្ចូលទៅវាខុសយើងចង់បញ្ចូលម្ដងទៀតចុចលើវាហ្នឹងមកលុបចេញបញ្ចូលម្ដងទៀតមកចុចឧទាហរណ៍ថាចេញបែបនេះហើយយើងចុចឡើងហ្នឹងម្ដងទៀតចុច record នេះមកចុចលើនេះមួយមកអូខេឧទាហរណ៍ថាយើងបញ្ចូល10ដងខុសទាំង10ដងយើងអាចបញ្ចូល11ដងមានន័យថាម្ដងទៀតបើសិនជាខុសទៀតបញ្ចូលតតែត្រូវចាំយើងឈប់បងប្អូនបញ្ចូលបើយើងពេញចិត្តហើយយើងចុចកន្លែងនេះមួយមកឥឡូវឧទាហរណ៍ថាឥឡូវខ្ញុំបញ្ចូលសំឡេងកន្លែងនេះចាំមើលខ្ញុំនិយាយនៅក្នុងវីដេអូហ្នឹងអូអត់តាន់ទេចាំដើរសិន
សួស្តីបងប្អូនសម្រាប់វីដេអូនេះគឺខ្ញុំចង់បង្ហាញពីកាមេរ៉ាតម្លៃដូចថា$20សម្រាប់បងប្អូនយើងដែលគាត់ចង់ប្រើសម្រាប់យកទៅធ្វើ YouTube គឺអាចមើលកាមេរ៉ានេះបានគឺជាប្រភេទកាមេរ៉ាមួយដែលថតទៅវាច្បាស់បងប្អូនអូខេឥឡូវឧទាហរណ៍ថាខ្ញុំត្រូវណាហើយយើងចាក់ទាំងអស់គ្នាមកអូខេសួស្តីបងប្អូនសម្រាប់វីដេអូនេះគឺខ្ញុំចង់បង្ហាញពីកាមេរ៉ាតម្លៃដូចថា$20សម្រាប់បងប្អូនយើងដែលគាត់ចង់ប្រើសម្រាប់យកទៅធ្វើ YouTube គឺអាចមើលកាមេរ៉ានេះបានគឺជាប្រភេទកាមេរ៉ាមួយដែលថតទៅវាច្បាស់បងប្អូនអូខេបងប្អូនប្រហែលជាដូចថាបានមើលវីដេអូរបស់ខ្ញុំគឺបងប្អូនចេះបង្កើត channel ចេះកាត់តវីដេអូចេះថតវីដេអូខ្លះៗហើយខ្ញុំក៏ណែនាំតាក់ទងការថតហ្នឹងច្រើនដែរតោះឥឡូវបន្ទាប់ពីយើងគិតថាបញ្ចូលឧទាហរណ៍ថាឥឡូវយើងបញ្ចូល30ដងហើយសំឡេង30លើកទី30ហ្នឹងត្រូវអីអញ្ចឹងយើងត្រូវលុប logo វាសិនយើងចុចលើនេះមកលុប logo វាចុច remove ប៉ុន្តែវាមានប្រតិកម្មកន្លែងហ្នឹងគឺខ្ញុំសុំធ្វើបែបនេះខ្លាច Hello YouTube វាដាក់ពមៀនដាក់អីចឹងណាអញ្ចឹងខ្ញុំអត់ឲ្យបងប្អូនឃើញបន្តិចចុះប៉ុន្តែដឹងតែមានពាណិជ្ជកម្មហើយកន្លែងហ្នឹងអូខេចាំសិនមកឥឡូវវាអត់លោតពាណិជ្ជកម្មឲ្យយើងអត់ក៏អត់ទៅយើងចុចកន្លែងនេះមកអូខេចុចកន្លែង expert កន្លែងនេះគឺខ្ញុំយក30 frame ត្រូវហើយដោយសារតែវីដេអូនេះថតបានតែត្រឹម30 frame ណាវាមានដល់60 frame ទៀតដល់អញ្ចឹងយើងចុច expert នេះមកចាំខ្ញុំប្រាប់ពីរបៀបនៃការផុសហើយនិងការធ្វើ thumbnail បន្ថែមអូខេខ្ញុំខ្លាចតែថតវីដេអូមិនបានដល់ចប់ណាមិនបានដល់ចប់គឺខ្ញុំដាក់វីដេអូមួយទៀតប៉ុន្តែខ្ញុំសង្ឃឹមថាបានចប់អូខេចុច expert សិនមកយើងរងចាំវានេះកន្លែងនេះអូខេរបៀបនៃការផុសសម្រាប់ channel ថ្មីបងប្អូនមើលវីដេអូនេះទៅគឺបងប្អូនបានចេះទាំងអាហ្នឹងផងចាំវាមកស្ទុះសិនមកហើយវីដេអូនេះក៏ខ្ញុំអត់កាត់ដែរខ្ញុំគិតថាការធ្វើវីដេអូរបស់ខ្ញុំការបរៀនគឺខ្ញុំអត់ចង់កាត់ទេខ្ញុំចង់ឲ្យបងប្អូនយើងហ្នឹងឃើញផ្ទាល់ថាការធ្វើរបស់ខ្ញុំហ្នឹងធ្វើរបៀបណាដោយសារតែបងប្អូនយើងមិនមែនជាអ្នកដែលចេះខាងបច្ចេកវិទ្យាហ្នឹងខ្លាំងទេបងប្អូនខ្លះគឺគាត់ដូចថារៀនពីខ្ញុំគាត់អាយុច្រើនហើយគ្រូក្បាលគាត់គឺអត់សូវចាំហ្មងទេដូច្នេះការបរៀនរបស់ខ្ញុំគឺខ្ញុំត្រូវតែលក្ខណៈរៀងសម្រែងបន្តិចណាក៏ដូចជាការធ្វើហ្នឹងគឺខ្ញុំត្រូវតែឲ្យអ្នកដែលរៀនតាមខ្ញុំហ្នឹងគឺអាចធ្វើបានគឺមិនមែនមានន័យថាខ្ញុំធ្វើដើម្បីតែបញ្យូរទេគឺខ្ញុំធ្វើគឺត្រូវតែឲ្យអ្នកដែលរៀនតាមខ្ញុំគឺអាចយកទៅធ្វើបានទាំងចាស់ទាំងក្មេងទាំងអ្នកដែលរៀនបានច្រើនអ្នករៀនបានតិចគឺខ្ញុំធ្វើម៉េចឲ្យពួកគាត់អាចធ្វើបានអាហ្នឹងគោលដៅរបស់ខ្ញុំណាទោះបីមកវីដេអូរបស់ខ្ញុំមានតែមក view ក៏ខ្ញុំត្រូវតែធ្វើសម្រាប់ពួកគាត់ដែរពួកអីវាជាក្តីស្រឡាញ់ដែលខ្ញុំស្រឡាញ់ការធ្វើវីដេអូហ្នឹងច្រើនឆ្នាំហើយបងប្អូនតាមពិតតាំងពីក្មេងមកប៉ុន្តែខ្ញុំកាលហ្នឹងខ្ញុំអត់មានឱកាសឥឡូវយើងកាត់វីដេអូហើយណាយើងទៅចាប់ដើមធ្វើការផុសក្នុងការផុស channel ដំបូងក៏ដូចជា channel ដែលមិនទាន់រកលុយបងប្អូនផុសដូចខ្ញុំដូចថាផុសដូចខ្ញុំអូខេយើងចូលទៅកាន់ YouTube មកចូលទៅកាន់ YouTube បន្ទាប់មកទៀតគឺយើងធ្វើការផុសប៉ុន្តែក្នុងការផុសហ្នឹងវាមានលក្ខណៈពិសេសបងប្អូនដែលធ្វើតាមខ្ញុំគឺចេះតាមខ្ញុំបងប្អូនរៀនតាមគេចេះតាមគេតែវិធីសាស្ត្ររបស់ខ្ញុំគឺអាចនឹងជាវិធីសាស្ត្រមួយដែលធ្វើឲ្យបងប្អូនហ្នឹងមានដូចថាtechniqueដែលបងប្អូនគួរតែរៀនតាមខ្ញុំប៉ុន្តែបើសិនតែមិនរៀនតាមខ្ញុំក៏អត់ទៅហ្នឹងវាជាបញ្ហាបងប្អូនណាតោះតែចូលចិត្តខ្ញុំមិនអាចរៀនជាមួយខ្ញុំបានអូខេយើងចុចសញ្ញាបូកនេះមកចាំខ្ញុំប្រាប់ថាធ្វើយ៉ាងម៉េចដើម្បីផ្សារភ្ជាប់ជាមួយនឹងការធ្វើ thumbnail ចុច like វីដេអូចុច low access មកដោយសារតែយើងទើបទាញថ្មីចុច like នេះមកចុច like ហ្នឹងមកទូរស័ព្ទបងប្អូនពេលខ្លះអត់ទេណាអត់ចេញដូចខ្ញុំទេគឺចេញទៅចេញវីដេអូតែម្ដងដូច្នេះយើងយកអាវីដេអូមិញហ្នឹងមកខ្ញុំបិទសលេងអស់ហើយយើងចុច next អ្វីដែលខ្ញុំឲ្យបងប្អូនធ្វើគឺបងប្អូននេះកន្លែងនេះគឺកន្លែងនេះ public នេះយើងយក unlisten មកបន្តទៀតខ្ញុំអត់ឲ្យបងប្អូនខ្វល់អីទេប៉ុន្តែបងប្អូនត្រូវតែកំណត់កន្លែងនេះហើយមកនេះកន្លែងនេះណាយក no ដោយសារតែវីដេអូរបស់យើងហ្នឹងអត់មានប្រើ AI ឬក៏កែចេះកែចុះអីទេថយមួយយកពាក្យថា upload ប៉ុន្តែយើងដាក់ unlisten
ở đây dương thở thưa nắng cứ dương thưa thumbnail cứ dương ai chốt trên vì video hay vì thi sang môi tiết cứ dương cho camera dương cho mà thọt đó nè ok ở lớn dương chạm đàm nè nhóm thọt đạn bẹp nắng đạn tại mặt đó nè lấy nhóm thọt đến cho bạn tên nhẹ dương thọt dồn chẳng mất thơm mấy oi tại video và dương nắng tẹt tôn cho một đường camera nắng hay rụp phép dương thọt chẳng mất ok thơm mấy ở xã đó mong muốn thọt mình xã cũng đã nè phụ ấy slap rút khi nó là thumbnail này thumbnail là ó vì dù chán subscribe còn làng lươn ok mình thọt chỗ mà clip tỏ và nắng bàn đấy dương mơ video và dương đa đó này dương trôi một kênh YouTube đó về để trôi YouTube dương trôi nhẹ ở tí họ tham việc trên bài này dương trôi lại như máu đầm bay mơ tham video dương post đó này vô lại vô video này máu ở lâu video đời xa tại video này bị tách đá nè đa lươn đấy tỏ dương chạm đá chỗ được can cầm bị thi muối để nhom oi bóng ôn tiền nhé cầm thi để pra trăm bài nữa cứ cầm thi năng ai nhỉ cầm thi bài thi sầu dầu nó dương trôi máu bóng ôn mơ video và nhóm cứ chẳng đánh cho chẳng bóng ôn mơ đo shop hay cùng khả chuyện lời chẳng là dương sân máu dương chơi cả start ở xa tại vì tiền mấy nè bóng ôn chẳng dương chơi lại content đi máu content hái dương trôi tự đại chồng nón chớn tự đại thăm nè ỏi hời trôi lại video dương năng màu ok chơi cái lại bích được cái màu đai năng máu từ bộ lại nước cứ dương thưa cá đối thà đại cho nó chơi nghiệt lại nhiệt thái thò nắng nè à lớn nhom tờ xé bịa không ai đấy nhom thưa sắm không ai mơ thế chả nào nhóm ok nhom đã thà cá mế song xa xế khó tiện camera xôm ráp thưa YouTube bóng bóng khác an thay YouTube và tay nhóm ở đấy YouTube tại mà đó nè nè chọn an ấy có an tới còn tay nhóm chọn an bẹp này ok sorry bóng bồn nhóm mình dây ta mà rồi mà nhóm này cái nhóm an YouTube mền bà sân chìa ở tí ho ta p để dân po nắng dân play à cầm nót à cả lại mùi ok cho mờ sân cả lại muối nè cả lại như đây AI mình AI còn tay đời sao tại nơi không ní bị ăn miền bà hàng ok và to mà tiết dương chơi lại nhiều bóng bồn máu đáy bệnh như máu đầm bay từ vô thăm này lấy nhóm ôi thon còi nắng này chơi custom thăm này từ vô rụp hiệp để dương thon trong còi này rụp ní chơi lại năng máu hai dương lại nó dương ai b리 tích các bạn đấy pruom các bạn đấy còn tay pruom ban mình sâu tràn vào màn đấy hai bờ sân chỉ dương đã tới hiện ở tận nông dương chạm đá mà thon mà đo tiền màu ăn bánh hai tí dương trong đạp vào màn đo các bạn này lại nhóm rồi hẹn tận nông tích một phần này dương trình chế dương kênh hai dương mơ tới cái ai chạm đó bập tỏ dương cho được can nu quên white thì stole dấu dương chơi lại chen nó từ vô rụp để dương thọt cào đi nó hai dương trong đô vào màn đó có ăn bánh hai đá thăm nào nắng ok nè dương chơi tàn máu hai tạ tôn cho mùi đằng ca thua thăm nè đầm bay lùm ăn cả đôi chiếc bóng ôn chê bị ca thua tam cầm thi phi giả liếp phi á nắng bóng ôn trô từ không trả nào và nhóm đầm bay mớ là biếp này ca thua thăm nè ok và tóm tiết dương thở tay mà cùng nói lại đi đá là bóng ôn vô public lại nắng đó cái lại nắng vô bịa tháp public hàng lơ máu thòi muối viên bóng ôn chớn xua nhóm tràn thà bỏng mấy ảnh video và nhóm nắng cứ đôi thà phô tới ảnh miền nẹ mờ chạm nhóm prap cứ dương chuột sale sân bóng ôn chuột sale sân chạm nhóm prap bóng ôn đời xa tại bánh hà nó cứ khi dương xua nhóm tràn mền tên đời xa tại quạt ọt ban mà cũng nói cái lại nó ở rụp pen đấy nè ok và tao bị dương sale hết miền theo video nó kỳ ác khơi nhỉ lớn sầm nào video đài bóng ôn đưa thang lại nó chọp sáu đấy dương chơi lưu video nó sân màu cứ nhom cũng đưa thang đã chọp sáu sân buổi nhom oi bóng ôn po nó cứ po vô ăn listen đó nè bây giờ vô ăn listen vì bà con chỉ trên lại cả bạn điện này trên mền sau đấy cứ về class sau đó đời xa này cho phải lại bị thang private đó nè private lại ní bóng ôn po để nhom oi po vô ăn listen rồi ní nắng đập bế chẳng bóng ôn thay chom mấy bong video nhóm mền chọp sau chẳng không ca để cho sau chẳng mình đây tha khơi tại dương mà trả này thì
សម្រាប់អ្នកផ្សេងគឺអត់ឃើញទេដូច្នេះបងប្អូនត្រូវតែចូលឥឡូវខ្ញុំ clear សិនថាចូលដោះពីរបៀបណាគឺងាយទេយើងចូលតាមកម្មវិធី YT Studio ហ្នឹងមកបន្តមកទៀតបងប្អូនធ្វើការចុច like content នេះមកចុចលើវីដេអូរបស់យើងហ្នឹងមកវីដេអូណាដែលជាប់សបែបហ្នឹងយើងចុចប៊ិចខ្មៅដែរហ្នឹងមកយកកន្លែងហ្នឹងគឺត្រូវតែយកនេះពាក្យថា public ដែលជារូបផែនដីហ្នឹងណាយើងថយមួយចុច save អញ្ចឹងមកអូខេមានន័យថានរណាក៏អាចមើលវីដេអូរបស់យើងបានដែរឲ្យតែមានរូបផែនដីបែបហ្នឹងកន្លែងនេះគឺជាកន្លែង like នេះកន្លែងនេះបងប្អូនបើសិនជាគេមើលវីដេអូរបស់យើងពេញចិត្តគឺគេនឹង like ហើយកន្លែងនេះគឺជាការ comment បើសិនជាគេពេញចិត្តវីដេអូរបស់យើងគេនឹង comment នៅកន្លែងនេះអូខេហើយសម្រាប់ការធ្វើដំបូងគឺខ្ញុំចង់ប្រាប់បងប្អូនថាទី1គឺយើងត្រូវតែព្យាយាមក្លាហានក្នុងការថតយើងមិនបាច់ខ្វល់ថាយើងចេះតិចយើងអត់ហ៊ានថតយើងចេះវីដេអូកាត់វីដេអូថតវីដេអូហ្នឹងគឺទៅតែចេះថ្មីគឺយើងអត់ហ៊ានផុសយើងត្រូវចាំថាគ្មាននរណាម្នាក់ដែលចាប់ផ្ដើមគឺចេះទាំងអស់តែម្ដងទេមានតែយើងធ្វើពីយើងអត់ចេះឬក៏យើងចេះតិចតួចហ្នឹងដល់ពេលថ្ងៃក្រោយទៅយើងគង់តែចេះទេហើយបើយើងចង់ចេះគឺយើងត្រូវតែរៀនបន្ថែមហើយរៀនបន្ថែមហ្នឹងបងប្អូនអាចចូលទៅក្នុង channel របស់ខ្ញុំមើលវីដេអូជាច្រើនទៀតបើសិនជាបងប្អូនខ្ជិលគឺបងប្អូននៅតែចេះប៉ុណ្ណឹងអាហ្នឹងបើសិនជាបងប្អូនមិនចេះហើយមិនរៀនគឺបងប្អូននៅតែចេះប៉ុណ្ណឹងប៉ុន្តែបើសិនជាបងប្អូនចង់ចេះចង់ធ្វើវាឲ្យល្អចង់ឲ្យមាន view ចង់ឲ្យមាន subscribe គឺបងប្អូនត្រូវតែរៀនហើយក្នុងការរៀនគឺយើងកុំខាហើយយើងកុំខ្ជិលមើលមេរៀនដែលខ្ញុំផុសហ្នឹងគឺ free ទាំងអស់ទេបងប្អូនចូលមើលទៅនៅក្នុង channel របស់ខ្ញុំណាអាហ្នឹងតាក់ទងជាមួយនឹងអ្នកថ្មីហើយយើងផុសវីដេអូមួយថ្ងៃមួយបើសិលដូចថាបើសិនជាបងប្អូនដូចថាយើងឧទាហរណ៍ថាយើងចង់ផុសពេលណាដើម្បីឲ្យឆាប់មាន view ខ្ញុំ recommend ឲ្យពេលល្ងាចស្មើនឹងអីហ្នឹងម៉ោងឥឡូវម៉ោង 3:50 ជាងម៉ោង 4 ម៉ោង 5 អីហ្នឹងគឺបងប្អូនផុសទៅម៉ោង 4 ម៉ោង 5 ម៉ោង 6 ម៉ោង 7 ល្ងាចណាមួយថ្ងៃមួយយើងមិនបាច់ខ្វល់ថាviewអត់តាន់មានហ្នឹងខ្ញុំអត់តាន់ផុសទៀតទេអ្នកខ្លះគឺដូចថាបងប្អូនខ្លះណាគឺគាត់គិតបែបហ្នឹងហ្មងអត់តាន់មាន view គឺគាត់អត់តាន់ផុសទាំងដែលថាការចាប់ផ្ដើមដំបូងប្រកាសជាអត់ view នៅលើ YouTube ប៉ុន្តែពេលដែលមាន view ហើយគឺវានឹងឡើងហើយ YouTube វាចូលចិត្តអ្នកដែលផុសវីដេអូរាល់ថ្ងៃសំខាន់គឺយើងត្រូវតែរើស content ណាមួយដែលយើងគិតថាយើងអាចធ្វើបានរាល់ថ្ងៃហើយយើងស្រឡាញ់វាបានយើងអាចធ្វើបានណាយើងផុសរាល់ថ្ងៃទៅចាំពេលដែលយើងផុសរយៈពេល 3 ខែហើយបើសិនជាអត់មានឬក៏អត់បានមក subscribe បងប្អូនអាចបដូរ content ឬក៏បដូរវិធីសាស្ត្រក្នុងការធ្វើហើយអ្វីដែលសំខាន់បំផុតគឺត្រូវតែរៀនឲ្យច្រើនរៀនកាន់តែច្រើនគឺកាន់តែល្អអូខេឥឡូវខ្ញុំសរុបដោយសារតែខ្ញុំអត់បានបង្ហាញលម្អិតតាក់ទងជាមួយនឹងការកាត់ thumbnail ការកាត់វីដេអូជាមួយ VN ការធ្វើ thumbnail តាមរយៈ PixArt ប៉ុន្តែខ្ញុំបញ្យល់បងប្អូនការធ្វើ thumbnail ខ្លះក៏ដូចជាកម្មវិធីដែលយើងចាំបាច់ត្រូវប្រើអូខេកម្មវិធីអស់នេះគឺចាំបាច់តែម្ដងគឺនៅក្នុងទូរស័ព្ទខ្ញុំមួយណាក៏មានដែរសម្រាប់កម្មវិធីទាំងអស់ហ្នឹងណាដោយសារតែវាយើងត្រូវប្រើរាល់ថ្ងៃសរុបមកវិញសម្រាប់វីដេអូនេះគឺខ្ញុំបង្ហាញបងប្អូនទី1គឺការបង្កើត channel ទី1ទី2ការរៀបចំ channel ទី3គឺកម្មវិធីអីខ្លះដែលមាននៅក្នុងទូរស័ព្ទសម្រាប់ការរកលុយទី4គឺខ្ញុំបង្ហាញពីការថតវីដេអូទី5គឺខ្ញុំបង្ហាញតាក់ទងជាមួយនឹងការកាត់វីដេអូទី6គឺខ្ញុំបង្ហាញតាក់ទងជាមួយនឹងការរក thumbnail ដាក់ហើយទី7តាក់ទងជាមួយនឹងការផុសហើយបងប្អូនកុំភ្លេចមើលបន្ថែមនៅក្នុង channel របស់ខ្ញុំគឺមានទាំងអស់តែម្ដងតាក់ទងជាមួយនឹងមេរៀនទាំងអស់ហ្នឹងណាហើយបងប្អូនអ្វីដែលបងប្អូនត្រូវធ្វើបន្តទៀតនោះគឺបងប្អូនអាសាមកមើលនេះដូចថាយើងអាសាមកមើលនៅក្នុងកម្មវិធី YT Studio ហ្នឹងណាយើងអាសាអ្នកធ្វើអញ្ចេះមកដើម្បី refresh មើលថាតើមាន view អត់ហើយយើងត្រូវមកបើកកន្លែងនេះផងចូលមកកាន់កន្លែងនេះមកអូខេខ្ញុំមើលសិនចុចកន្លែងនេះម្ដងកន្លែងនេះសិនណាចុចកន្លែងនេះបងប្អូននេះកន្លែងនេះចុចកន្លែងហ្នឹងមកយើងចុចកន្លែង setting ដើម្បីយើងបើកកន្លែងមួយជូនដំណឹងពេលដែលមានគេ comment ណាយើងចុចកន្លែងហ្នឹងមកយកកន្លែងនេះ comment យក all មកអូខេកន្លែងហ្នឹងរាល់ការ comment របស់អ្នកដទៃមកលើយើងការរិះគន់អីហ្នឹងគឺស្ថិតនៅនេះ
កន្លែងរូបកណ្ដឹងនឹងទាំងអស់ណាដូច្នេះបងប្អូនបើកដូចខ្ញុំចឹងមកហើយនៅក្នុងវីដេអូនេះគឺខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងអរគុណច្រើនសម្រាប់អ្នកដែលបានចូលទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់